នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ជាឲ្យពង្រីកប្រតិបត្តិការភាគខាងត្បូងលីបង់ដើម្បីបញ្ឈប់រ៉ុកែត Hezbollah នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានកើតឡើងកាលពីថ្ងៃអាទិត្យទី29 មីនានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលលោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយក្នុងគោលបំណងពង្រឹងសន្តិសុខជាតិនិងឆ្លើយតបទៅនឹងការវាយប្រហារតាមព្រំដែនលោកបានប្រកាសដាក់បញ្ជាទៅកាន់កងកម្លាំងយោធាអ៊ីស្រាអែលឲ្យចាប់ផ្ដើមពង្រីកប្រតិបត្តិការយោធារបស់ខ្លួនបន្ថែមទៀតនៅតំបន់ភាគខាងត្បូងនៃប្រទេសលីបង់ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃស្ថានភាពសន្តិសុខដែលកំពុងមានការប្រែប្រួលខ្លាំងដោយសារតែការបាញ់រ៉ុកែត Edge ពីសំណាក់ក្រុមសកម្មប្រយុទ្ធ Hezbollah ចូលមកក្នុងទឹកដីអ៊ីស្រាអែលយោងតាមខ្លឹមសារទទួលបានមូលហេតុចម្បងដែលនាំឲ្យមានការបង្កើនប្រតិបត្តិការយោធានេះគឺដើម្បីទប់ស្កាត់ការបាញ់រ៉ុកែតរបស់ក្រុម Hezbollah ដែលជាក្រុមប្រដាប់អាវុធមានការគាំទ្រផ្នែកហិរញ្ញវត្ថុនិងយោធាពីសំណាក់ប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមបើកការវាយប្រហាររបស់ខ្លួនបន្ទាប់ពីមានការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងមហាអំណាចអាមេរិកនិងអ៊ីស្រាអែលដែលបានបើកការវាយប្រហារតាមអាកាសលើទឹកដីអ៊ីរ៉ង់ចំនួនថ្មីនេះបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី2មីនាមកម្លេះយោងតាមប្រភពព័ត៌មានពីសារព័ត៌មាន Reuters ដែលបានស្រង់សម្ដីពីខាងក្រុម Hezbollah ផ្ទាល់បានឲ្យដឹងថាចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមថ្មីនេះយុទ្ធជនរបស់ក្រុម Hezbollah ចំនួនជាង400នាក់ហើយត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែលនេះសបញ្ជាក់ឲ្យឃើញពីទំហំនៃមហន្តរាយនិងភាពដ៏គ្រោះថ្នាក់នៃសម្រាប់ភូមិនៅភាគខាងត្បូងលីបង់ចំណុចសំខាន់នៃប្រតិបត្តិការដែលលោក Netanyahu បានបញ្ជាគឺការបង្កើតនិងពង្រីកតំបន់ទ្រនាប់កាលពីសប្តាហ៍មុនរដ្ឋាភិបាលអ៊ីស្រាអែលបានបង្ហាញពីបំណងក្នុងការគ្រប់គ្រងតំបន់មួយដែលលាតសន្ធឹងរហូតដល់ទន្លេលីតានីនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលត្រូវបានធ្វើឡើងនៅឯបញ្ជាការដ្ឋានភាគខាងជើងនៃប្រទេសអ៊ីស្រាអែលលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថាគោលដៅបច្ចុប្បន្នគឺពង្រីកតំបន់សន្តិសុខបន្ថែមលើតំបន់ដែលមានស្រាប់ដើម្បីឲ្យមានទំហំធំជាងមុនទប់ស្កាត់ការឈ្លានពានបង្កើតជារបងការពារកុំឲ្យមានការវាយលុកចូលក្នុងទឹកដីអ៊ីស្រាអែលនិងរុញច្រានការគំរាមកំហែងពីមីស៊ីលជាពិសេសគឺការរុញច្រានការបាញ់មីស៊ីលប្រឆាំងរថក្រោះចេញឲ្យឆ្ងាយពីខ្សែបន្ទាត់ព្រំដែនដើម្បីធានាសុវត្ថិភាពដល់កងទ័ពនិងប្រជាជននៅតំបន់ជួរមុខទន្ទឹមនឹងបញ្ជារបស់នាយករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz ក៏បានផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីផែនការយោធានេះផងដែរលោកបានលើកឡើងថាកងកម្លាំងយោធាអ៊ីស្រាអែលនឹងធ្វើការគ្រប់គ្រងទៅលើស្ពាននានាដែលនៅសេសសល់និងពង្រឹងតំបន់សន្តិសុខរហូតដល់ចំណុចទន្លេលីតានីគឺជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់បំផុតនៅក្នុងប្រតិបត្តិការនេះដោយវាជាទន្លេដែលហូរកាត់និងប្រសំនឹងសមុទ្រមេឌីទែរ៉ានីតាមការវាស់វែងតាមលក្ខណៈភូមិសាស្ត្រទន្លេនេះស្ថិតនៅចម្ងាយប្រហែល30គីឡូម៉ែត្រទៅភាគខាងជើងនៃព្រំដែនអ៊ីស្រាអែលការសម្រេចចិត្តរុញប្រតិបត្តិការឲ្យដល់ចំណុចនេះបង្ហាញពីមហិច្ឆតារបស់អ៊ីស្រាអែលក្នុងការបង្កើនជម្រៅសន្តិសុខរបស់ខ្លួនដើម្បីការពារការបាញ់ផ្លើមពីចម្ងាយមធ្យមនិងជិតទោះបីជាមានការប្រកាសពីការពង្រីកប្រតិបត្តិការក៏ដោយក៏នៅមានចំណុចខ្លះដែលមតិសាធារណៈនិងអ្នកតាមដានស្ថានភាពនៅមានមន្ទិលសង្ស័យគេនៅមិនទាន់ច្បាស់ភ្លាមឡើយថាតើការបញ្ជារបស់លោក Netanyahu ក្នុងការពង្រីកតំបន់សន្តិសុខដែលមានស្រាប់នេះសំដៅតែទៅលើតំបន់ដែលបានកំណត់រហូតដល់ទន្លេលីតានីឬក៏ជាផែនការសម្រាប់រឹបអូសយកទឹកដីថ្មីបន្ថែមទៀតដែលលើសពីអ្វីដែលបានប្រកាសពីមុននោះទេជារួមផ្អែកតាមព័ត៌មានដែលបានផ្ដល់ឲ្យយើងឃើញថាស្ថានភាពនៅព្រំដែនអ៊ីស្រាអែលនិងលីបង់កំពុងស្ថិតក្នុងដំណាក់កាលរីកធំនៃជម្លោះការបញ្ជារបស់លោក Benjamin Netanyahu គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងសកម្មភាពរបស់ក្រុម Hezbollah ដែលមានអ៊ីរ៉ង់នៅពីក្រោយខ្នងជាមួយនឹងយុទ្ធសាស្ត្រគ្រប់គ្រងរហូតដល់ទន្លេលីតានីអ៊ីស្រាអែលមានគោលដៅចម្បងក្នុងការបំបត្តិការគំរាមកំហែងពីគ្រាប់រ៉ុកែតនិងមីស៊ីលប្រឆាំងរថក្រោះដើម្បីធានាថាគ្មានការឈ្លានពានណាមួយអាចកើតឡើងលើព្រំដែនភាគខាងជើងរបស់ខ្លួនបានឡើយសង្គ្រាមដែលបានចាប់ផ្ដើមតាំងពីដើមខែមីនានេះនៅតែបន្តបណ្ដាលឲ្យមានការបាត់បង់ជីវិតយុទ្ធជនយ៉ាងច្រើននិងកំពុងប្រែក្លាយតំបន់ភាគខាងត្បូងលីបង់ឲ្យទៅជាសមរភូមិក្តៅគគុកដែលមិនទាន់មានសញ្ញានៃការថមថយនៅឡើយទេ